You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទយ៉ងច័ន្ទតារាសូមជម្រាបសួរលោកអ្នកនាងស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃអង្គារ4កើតខែអាសាឍឆ្នាំរកានុបស័កពុទ្ធសករាជ2561ដែលត្រូវនៅថ្ងៃទី27ខែមិថុនាគ្រិស្តសករាជ2017បាទជាដំបូងនេះសូមអញ្ជើញអស់លោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃព្រឹទ្ធសភានឹងបើកកិច្ចប្រជុំនៅថ្ងៃទី29ខែមិថុនាដើម្បីពិភាក្សាអំពីការដាក់បេក្ខភាពថ្មីជំនួសលោកហុងសុខហួរនគរបាលខេត្តព្រះសីហនុចាប់ខ្លួនអតីតចៅសង្កាត់រងទី2សង្កាត់លេខ1មកពីគណៈបក្សសង្គ្រោះជាតិដាក់ពន្ធនាគារតាមដីកាតុលាការរួមនឹងព័ត៌មានផ្សេងៗទៀតបាទជាបន្តទៅនេះខ្ញុំបាទយ៉ងច័ន្ទតារាសូមជូនព័ត៌មានពិស្ដាព្រឹទ្ធសភានឹងបើកកិច្ចប្រជុំនៅថ្ងៃទី29ខែមិថុនាខាងមុខដើម្បីពិភាក្សាលើសំណើរបស់គណៈបក្សសំរងស៊ីដែលសូមដាក់បេក្ខភាពថ្មីជំនួសលោកហុងសុខហួរគណៈបក្សសំរងស៊ីបានស្នើដាក់អ្នកស្រីគុណលំអងបច្ចុប្បន្នជាប្រធានចលនាស្ត្រីគណៈបក្សសង្គ្រោះជាតិនិងជាភរិយារបស់លោកហុងសុខហួរដែលកំពុងជាប់ឃុំនោះឲ្យទទួលតំណែងជំនួសប្តីរបស់អ្នកស្រីបាទអ្នកស្រីសុជីវីរាយការណ៍ព័ត៌មាននេះអ្នកនាំពាក្យព្រឹទ្ធសភាបញ្ជាក់ថាបេក្ខភាពថ្មីត្រូវស្វែងរកសម្លេងគាំទ្រភាគច្រើនដាច់ខាតឬ 50+1 ក្នុងចំណោមសមាជិកព្រឹទ្ធសភាដើម្បីទទួលបានសេចក្តីទុកចិត្តនិងអនុម័តពីកិច្ចប្រជុំរបស់ព្រឹទ្ធសភាអ្នកនាំពាក្យព្រឹទ្ធសភាលោកមុំប៊ុននាងបញ្ជាក់ថាពុំមានបញ្ហាប្រទាំងប្រទើសណាមួយឡើយចំពោះដំណើរការស្នើសុំរបស់គណៈបក្សសំរងស៊ីនេះលោកថាកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាកាលពីព្រឹកថ្ងៃទី27ខែមិថុនាបានសម្រេចលើកយកបញ្ហានេះទៅដាក់ជារបៀបវារៈនៃកិច្ចប្រជុំព្រឹទ្ធសភានៅថ្ងៃទី29ខាងមុខមាន51គ្រប់គ្រងទៅលើសមាជិកភាពទាំង61រូបនោះអានឹងទើបបានទទួលបានការសម្រេចបើសិនជាគាត់រកសម្លេងមិនបានទេអានឹងគឺតាមច្បាប់គឺត្រូវបដូរសមាជិកភាពទៀតទៅលោកហុងសុខហួរបានលាលែងពីសមាជិកព្រឹទ្ធសភាកាលពីខែកុម្ភៈឆ្នាំ2017គឺមានរយៈពេលជាង1ឆ្នាំក្រោយពេលដែលរូបលោកត្រូវចាប់ឃុំខ្លួននៅពន្ធនាគារលោកត្រូវបានចៅក្រមសាលាដំបងរាជធានីភ្នំពេញបានទាទោសដាក់ពន្ធនាគារចំនួន7ឆ្នាំកាលពីថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2016ក្រោមបទចោទចំនួន3ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជាវៀតណាមតុលាការក្រុងភ្នំពេញបានចេញដីកាឃុំខ្លួនរូបលោកកាលពីថ្ងៃទី14ខែសីហាឆ្នាំ2015គឺក្នុងរយៈពេល2ថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបញ្ជាឲ្យចាប់ខ្លួនទាំងលោកនៅមានអភ័យឯកសិទ្ធិដោយចោទប្រកាន់លោកហុងសុខហួរថាក្បត់ជាតិដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមឆ្នាំ1979ថាជាសន្ធិសញ្ញារំលាយព្រំដែននៃប្រទេសទាំងពីរតែតើនៅករណីស្នើដាក់អ្នកស្រីគុណលំអងជំនួសស្វាមីនេះអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោកសូចន្ទាមើលឃើញថាហាក់ពុំមានអ្វីជាក្តីបារម្ភនោះទេបើទោះបីជាត្រូវការសម្លេង 50+1 យ៉ាងណាក្តីមើលទៅរាល់កិច្ចប្រជុំទាំងអស់មិនដែលមានករណីនៃការខ្ទាស់មិនឲ្យសមាជិកភាពស្នើដោយគណៈបកសម័យនោះខ្លាយជាសមាជិកព្រឹទ្ធសភានោះទេប៉ុន្តែអ្វីដែលយើងពិនិត្យមើលដល់ចោលបញ្ហានោះគឺអាចតំណែងទួនាទីជាប្រធានគណៈកម្មការទៅវិញទេបាទការនៅជាសមាជិកព្រឹទ្ធសភាលោកហុងសុខហួរក៏ជាសមាជិកនៃគណៈកម្មការទី10នៃព្រឹទ្ធសភាដែរករណីនេះប្រធានស្ដីទីនៃគណៈបក្សសំរងស៊ីលោកទាវវណ្ណុលមានប្រសាសន៍ដែរថាដើម្បីទទួលបានសុពលភាពសមាជិកព្រឹទ្ធសភាអ្នកស្រីគុណលំអងមិនចាំបាច់ទាល់តែមានសម្លេងគាំទ្រ 50+1 ឡើយប៉ុន្តែអ្នកស្រីនឹងត្រូវការសម្លេងនេះនៅពេលដែលចូលរួមជាសមាជិកនៃគណៈកម្មការទី10របស់ព្រឹទ្ធសភាបើគាត់នៅជាសមាជិកព្រឹទ្ធសភាធម្មតាគាត់មិនបាច់ត្រូវការបោះឆ្នោតអីទៀតទេ 50+1 ហ្នឹងទេតែបើគាត់ចង់ចូលទៅក្នុងគណៈកម្មការទី10ដែលជាតំណែងរបស់អាដាមហុងសុខហួរហ្នឹងគាត់ត្រូវតែមានការយល់ព្រមពីសភាពេញអង្គ 50+1 អ្នកស្រីគុណលំអងមានវ័យជាង50ឆ្នាំអ្នកស្រីមិនខុសពីស្វាមីដែរគឺមានសញ្ជាតិបារាំងអ្នកស្រីបានចូលឈ្មោះជាបេក្ខជនតំណាងរាស្ត្រឲ្យគណៈបក្សសង្គ្រោះជាតិដែលឈរនៅលេខរៀងទី7នៅមណ្ឌលតាកែវក្នុងការបោះឆ្នោតជាតិអាណត្តិទី5កាលពីឆ្នាំ2013
នាងខ្ញុំសុជីវីអាស៊ីសេរីភ្នំពេញនៅឯខេត្តព្រះសីហនុឯនោះវិញសមត្ថកិច្ចនគរបាលបានចាប់ខ្លួនអតីតចៅសង្កាត់រងទី2នៃសង្កាត់លេខ1ក្រុងព្រះសីហនុយកទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តដោយតុលាការចោទពីបទញុះញង់ពលរដ្ឋឲ្យចូលទៅកាប់រានដីព្រៃរដ្ឋហាមឃាត់នៅតំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយមន្ត្រីអង្គការសង្គមស៊ីវិលកំពុងតាមដានករណីនេះថាតើអាចមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយដែរឬយ៉ាងណាព្រោះបុគ្គលដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននេះគឺជាមន្ត្រីមូលដ្ឋានរបស់គណៈបកសង្គ្រោះជាតិបាទលោកដែរនាយកជារាយការណ៍ព័ត៌មាននេះភរិយាអតីតចៅសង្កាត់រងទី2នៃសង្កាត់លេខ1ក្រុងព្រះសីហនុគឺលោកស្រីសំសារ៉ាត់ផ្ដល់សម្ភារតាមទូរស័ព្ទឲ្យអាស៊ីសេរីដឹងថាស្វាមីរបស់គាត់មានឈ្មោះឆាយរតត្រូវកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាប់បញ្ជូនខ្លួនទៅឃុំក្នុងពន្ធនាគារកាលពីព្រឹកថ្ងៃអង្គារទី27ខែមិថុនាលោកស្រីមិនទាន់ដឹងថាសមត្ថកិច្ចចាប់ខ្លួនស្វាមីចោទពីបទអ្វីឲ្យពិតប្រាកដនោះទេប៉ុន្តែលោកស្រីបញ្ជាក់ថាទំនោរជាអាចជាប់ពាក់ព័ន្ធបណ្ដឹងរបស់តុលាការនាពេលកន្លងទៅដែលបានប្តឹងចោទស្វាមីលោកស្រីថានៅពីក្រោយបទល្មើសញុះញង់ឲ្យប្រជាពលរដ្ឋចូលទៅកាប់រានដីព្រៃរដ្ឋហាមឃាត់នៅតំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយលោកស្រីសំសារ៉ាត់ឲ្យដឹងទៀតថានៅរសៀលថ្ងៃទី27ខែមិថុនាដដែលនេះលោកស្រីនឹងចូលទៅជួបមន្ត្រីពន្ធនាគារដើម្បីស្នើសុំជួបមុខស្វាមីសួរនាំអំពីការចាប់ឃុំខ្លួនបណ្ដោះអាសន្នមានទីតាំងនៅតាមផ្លូវចូលទៅរមណីយដ្ឋានក្បាលឆាយបញ្ហាគឺមានតែរឿងព្រៃឈើចាប់គាត់បិទញុះញង់គេកន្លែងគាត់ចេញមកជួបប្រជាពលរដ្ឋនៅម្ដុំសង្កាត់លេខ1នៅខាងក្រោយចិត្តក្បាលឆាយអាស៊ីសេរីមិនអាចសុំការបំភ្លឺបន្ថែមជុំវិញការចាប់ខ្លួនលោកឆាយរតអតីតចៅសង្កាត់រងទី2សង្កាត់លេខ1ពីប្រធានប្រតិបត្តិគណៈបកសង្គ្រោះជាតិប្រចាំខេត្តព្រះសីហនុលោកសុកសវ៉ាតបានទេនៅរសៀលថ្ងៃទី27ខែមិថុនាដោយទូរស័ព្ទរបស់លោកទាំងពីរខ្សែបានបិទចំណែកលោកជួនរិនស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថាសមត្ថកិច្ចពិតជាបានចាប់ខ្លួនអតីតចៅសង្កាត់រងទី2នៃសង្កាត់លេខ1ពិតមែនកាលពីព្រឹកថ្ងៃអង្គារទី27ខែមិថុនាប៉ុន្តែលោកថាការចាប់ខ្លួននេះគឺកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានអនុវត្តទៅតាមដីកាបង្គាប់របស់សាលាដំបងខេត្តព្រះសីហនុដែលចេញឲ្យចាប់ឃុំខ្លួនជនសង្ស័យរូបនេះដាក់ពន្ធនាគារប៉ុន្តែលោកជួនរិនមិនបានបញ្ជាក់ការចាប់ខ្លួននេះពាក់ព័ន្ធបទចោទអ្វីឲ្យពិតប្រាកដនោះទេយើងអត់ដឹងថារឿងអីផងយើងអនុវត្តតាមដីកាទេបញ្ជូនទៅពន្ធនាគារគេចេញដីកាបង្គាប់ឲ្យចាប់នឹងនាំខ្លួនទៅអាស៊ីសេរីមិនទាន់អាចតាក់ទងមន្ត្រីនាំពាក្យសាលាដំបងខេត្តព្រះសីហនុដើម្បីបញ្ជាក់ទៅលើដីកាឃុំខ្លួនលោកឆាយរតថាតើមានជាប់ពាក់ព័ន្ធបទចោទអ្វីឲ្យពិតប្រាកដបានទេតាមទូរស័ព្ទនៅរសៀលថ្ងៃអង្គារទី27ខែមិថុនាអ្នកសម្របសម្រួលសមាគមអាត60ប្រចាំខេត្តព្រះសីហនុអ្នកស្រីជាបសុធារីបានឲ្យដឹងថាអ្នកស្រីកំពុងតាមដានទៅលើករណីចាប់ខ្លួនអតីតចៅសង្កាត់រងទី2នៃសង្កាត់លេខ1លោកឆាយរតមកពីគណៈបកសង្គ្រោះជាតិនេះដើម្បីឲ្យប្រកាសថាមានជាប់ពាក់ព័ន្ធបទចោទអ្វីឲ្យពិតប្រាកដឬមួយក៏ជារឿងមានជាប់ពាក់ព័ន្ធនយោបាយព្រោះបុគ្គលរូបនេះគឺជាមន្ត្រីមូលដ្ឋានសង្កាត់លេខ1របស់គណៈបកសង្គ្រោះជាតិប៉ុន្តែសម្រាប់អាណត្តិទី4នេះលោកឆាយរតមិនត្រូវបានថ្នាក់លើរបស់ខ្លួនដាក់ឲ្យឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4នេះទេដោយសាររូបលោកមានជាប់បណ្ដឹងនៅប្រព័ន្ធតុលាការទាក់ទិនបញ្ហានេះមន្ត្រីសង្គមស៊ីវិលនិងប្រជាពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុបានរិះគន់ថាបើការចាប់ខ្លួនលោកឆាយរតអតីតចៅសង្កាត់រងទី2នៃសង្កាត់លេខ1មកពីគណៈបកសង្គ្រោះជាតិដាក់ពន្ធនាគារទាក់ទងមិនដឹងចោទពីបទញុះញង់ឬនៅពីក្រោយបទល្មើសកាប់បំផ្លាញព្រៃឈើរដ្ឋហាមឃាត់នៅតំបន់ក្បាលឆាយពិតមែននោះក៏គួរតែតុលាការឬផ្នែកពាក់ព័ន្ធជួយដាក់ពាក្យបណ្ដឹងមន្ត្រីមានឋានៈខ្ពស់មានតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុមកពីគណៈបកប្រជាជនកម្ពុជានៅក្នុងតំណែងរាល់ថ្ងៃនេះដាក់ពន្ធនាគារដើម្បីឲ្យស្មើភាពគ្នាព្រោះមន្ត្រីរូបនេះក៏មានជាប់ពាក់ព័ន្ធបទល្មើសរំលោភយកដីព្រៃកាស្យារបស់រដ្ឋសម្រាប់រក្សាប្រភពទឹកស្អាតនៅតំបន់ក្បាលឆាយអស់ជាច្រើនហិកតាហើយថែមទាំងបានពុះជ្រៀកជាលូលលក់ដូរបន្តយ៉ាងអនាធិបតេយ្យដោយបានបំផ្លាញព្រៃឈើខ្ទេចគ្មានសល់នាពេលកន្លងមកប៉ុន្តែគ្មានសមត្ថកិច្ចពីស្ថាប័នពាក់ព័ន្ធណាមួយមានដូចជាមន្ទីរបរិស្ថានមន្ទីរកសិកម្មនិងស្ថាប័នខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុចុះស្រាវជ្រាវដាក់ពាក្យបណ្ដឹងទៅកាន់តុលាការឲ្យចាត់ការតាមនីតិវិធីនោះទេកន្លងមកខ្ញុំដែរនាយកជាអាស៊ីសេរីខេត្តព្រះសីហនុ
បាទលោកអ្នកនាងជាទីមេត្រីនៅឯខេត្តរតនគិរីឯណោះវិញដីតំបន់ទ្រនាប់នៅដែនជំរកសត្វព្រៃលំផាត់រាប់រយហិកតាកំពុងរងការកាប់រានព្រៃធ្វើព្រំហុំព័ទ្ធយកដីអ្នកយកព័ត៌មានអាស៊ីសេរីគឺលោករដ្ឋាភិបាលដែលបានទៅដល់តំបន់ជំរកសត្វព្រៃលំផាត់មានសេចក្តីរាយការណ៍ផ្ទាល់ដោយតទៅសូមជម្រាបសួរលោករដ្ឋាភិបាលបាទជំរាបសួរលោករដ្ឋាភិបាលថាតើតំបន់ដែលថាមានការកាប់រាននោះស្ថិតនៅត្រង់ចំណុចណាដែរហើយថាតើស្ថានភាពនៅទីនោះនឹងមានការខូចខាតយ៉ាងណាខ្លះហើយបាទតំបន់នោះស្ថិតនៅក្នុងឃុំសេដាស្រុកលំផាត់ហើយជាតំបន់ទំនាប់នេះដែនជម្រកសត្វព្រៃតែម្ដងបើយើងមើលទៅចម្ងាយប្រហែលជា3ទៅ5គីឡូម៉ែត្រពីភូមិសមុទ្រក្រោមប៉ុន្តែដោយសារផ្លូវពិបាកជិះម៉ូតូពេកយើងត្រូវជិះ2ម៉ោងមកទៅដល់ទីតាំងនោះបាទមិនទាន់មានការខូចខាតព្រៃជាធំដុំទេពីព្រោះនៅទីនោះជាប្រភេទព្រៃដែលមានដើមខ្លងស្បែកប្រមាណ 90% ហើយដែលយើងឃើញជាក់ស្ដែងនោះគឺថាមានការបាញ់ថ្នាំពណ៌ធ្វើជាព្រំហើយមានការកាប់ដើមឈើទៅស្ទឹងប្រហែលជា10ម៉ែត្រទៅ20ម៉ែត្រហើយបណ្ដោយប្រហែលជា 3-4 គីឡូម៉ែត្របាទហើយកន្លែងខ្លះមានការកាប់រហូតដល់ទៅកូនឈើតូចៗទៅប្រហែលជា20ទៅ30 40ហិកតាជាលោកមានដឹងទេថាតើអ្នកណាខ្លះដែលជាអ្នកពាក់ព័ន្ធទៅនឹងសកម្មភាពនៃការកាប់រានទន្ទ្រានដីតំបន់ទ្រនាប់ដែនជម្រកសត្វព្រៃនោះបាទតាមសហគមន៍នៅទីនោះគាត់ប្រាប់ថាដំបូងហ្នឹងគឺប្រជាប្រដ្ឋសហគមន៍ប្រហែលជា10-20នាក់ទេដែលនាំគ្នាទៅកាប់ហ្នឹងហើយតាមគាត់ប៉ាន់ស្មានថាអ្នកខ្លះហ្នឹងទំនងជាកាប់ដើម្បីលក់ឲ្យឈ្មួញឬក៏ត្រូវគេជួលដល់អញ្ចឹងទៅសហគមន៍ផ្សេងទៀតនោះក៏នាំគ្នាទៅកាប់ជាគ្រួសារលក្ខណៈគ្រួសារដែរដើម្បីយកដីនឹងដែរព្រោះខ្លាចគេយកដីទាំងអស់ហើយនៅថ្ងៃទី23ហ្នឹងស្រាប់តែមានសហគមន៍ប្រហែលជា30នាក់ទៀតនាំយកម៉ាស៊ីន Functioner ទៅកាប់ដើមឈើហ្នឹងហើយគាត់ប្រាប់ថាគាត់កាប់ហ្នឹងដើម្បីចង់ឲ្យអាជ្ញាធរហ្នឹងមកមើលដើម្បីឲ្យដឹងថាកន្លែងមានការកាប់ហើយក៏ឃើញមានអាជ្ញាធរប្រហែលជាជាង10នាក់បានទៅខាត់មិនឲ្យជាប្រដ្ឋនឹងកាប់ទេបាទហើយរហូតដល់ថ្ងៃនេះគឺថាមិនទាន់ដឹងថាតើអ្នកណាមួយជាអ្នកកាប់ពិតប្រាកដទេបាទលោករដ្ឋាភិបាលដោយសារតែដែនជម្រកសត្វព្រៃនេះគឺថាត្រូវបានរាប់បញ្ចូលនៅក្នុងតំបន់ការពារធម្មជាតិទៅហើយការកាប់រានទន្ទ្រានឬមួយក៏ហុំព័ទ្ធយកដីណាមួយនៅក្នុងតំបន់ការពារនេះគឺថាអាចចាត់ចូលជាបទល្មើសឧក្រិដ្ឋហើយថាតើអាជ្ញាធរនៅតំបន់នោះមានការចាត់វិធានការយ៉ាងម៉េចខ្លះហើយបាទអាជ្ញាធរស្រុកនោះចាត់កម្លាំងនគរបាលកងសេនាជនប្រហែលជាជាង10នាក់ទៅទប់ស្កាត់ប្រជាប្រដ្ឋដែលនាំគ្នាទៅយកម៉ាស៊ីនទៅកាត់ហ្នឹងបានហើយកាលពីថ្ងៃ23ហើយថ្ងៃ24នេះគឺថាអាជ្ញាធរស្រុកក៏បានអញ្ជើញប្រជាប្រដ្ឋនៅសហគមន៍ហ្នឹង2នាក់មកក៏ប៉ុន្តែប្រជាប្រដ្ឋមករហូតដល់30នាក់អញ្ចឹងក៏អាជ្ញាធរស្រុកក៏បានកិច្ចប្រជុំមួយនៅសាលាស្រុកតែម្ដងហើយលោកបានសួរនាំទៅប្រជាប្រដ្ឋលោកថាមូលហេតុដែលកាត់ហ្នឹងដោយសារប្រជាប្រដ្ឋហ្នឹងខ្លាចបាត់ដីបាត់ទឹកព្រៃអញ្ចឹងប្រជាប្រដ្ឋប្រាប់ទៀតថាដែលក្រុម30នាក់ទៅកាត់ក្រោយគឺដើម្បីចង់ឲ្យអាជ្ញាធរចាប់អារម្មណ៍ទេតាមពិតពួកគាត់ចង់រក្សាដីនោះដើម្បីជាព្រៃសហគមន៍អញ្ចឹងហើយអាជ្ញាធរស្រុកលោកបានណែនាំឲ្យប្រជាប្រដ្ឋឈប់កាប់តទៀតហើយលោកសន្យាថានឹងធ្វើការស៊ើបអង្កេតរកអ្នកកាប់ព្រៃឈើនោះបាទអញ្ចឹងអរគុណលោករដ្ឋាភិបាលច្រើនដែលបានរាយការណ៍បន្ថែមជុំវិញនឹងនេះហើយយើងនឹងចាំតាមដាននៃសេចក្តីរាយការណ៍បន្តទៀតរបស់លោកនៅតំបន់នោះដែរបាទអរគុណបាទលោកអ្នកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទយ៉ងច័ន្ទតារាសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅពេលបន្តិចទៀតនេះបាទនៅយប់ថ្ងៃអង្គារនេះនីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីមានកិច្ចពិភាក្សាជុំវិញប្រធានបទការវិតម្លៃលើការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4លោកអ្នកនាងអាចចូលរួមផ្ដល់ជាយោបល់ឬសួរវាគ្មិនកិត្តិយសរបស់នេតិយើងដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ012 811 911លេខ011 611 711និងលេខ023 211 804លោកអ្នកនាងក៏អាចផ្ញើជាសំណួរមកកាន់កម្មវិធីយើងទាំងមុននិងក្នុងពេលកំពុងផ្សាយតាមរយៈអ៊ីមែល ask.rfa@rfa.org ឬតាមបណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa Cambodia ដំណើរគ្នានេះលោកអ្នកនាងក៏អាចទស្សនាវីដេអូតាមអ៊ីនធឺណិតបានដែរសូមលោកអ្នកនាងចូលទៅកាន់គេហទំព័រ www.rfa.org/khmer រួចចុចនៅលើពាក្យថាផ្សាយផ្ទាល់វេទិកាអ្នកស្ដាប់នៅខាងស្ដាំនៃទំព័រដើម្បីទស្សនាវីដេអូផ្សាយផ្ទាល់នៃកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីដែលផ្សាយចាប់ពីពេលនេះរហូតដល់ម៉ោង 8 កន្លះយប់ម៉ោងនៅកម្ពុជាបាទកម្មវិធីនេះសម្របសម្រួលដោយលោកជីវិតាវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី
បាទខ្ញុំបាទជីវិតាសូមជម្រាបសួរលោកអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រីបាទវេទិកាអ្នកស្ដាប់អាស៊ីសេរីក្នុងរាត្រីនេះយើងនឹងពិភាក្សាជុំវិញប្រធានបទការវិតម្លៃលើការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4បាទយើងមានវាគ្មិន3រូបចូលរួមទី1គឺលោកសុកអេសានអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជានិងជាតំណាងរាស្ត្រលោកចូលរួមតាមទូរស័ព្ទជំរាបសួរអាយដាមបាទជំរាបសួរបាទជំរាបសួរអាយដាមបាទហើយវាគ្មិន2រូបទៀតមានវត្តមាននៅក្នុងបន្ទប់ផ្សាយអាស៊ីសេរីក្នុងក្រុងភ្នំពេញគឺលោកយឹមសវណ្ណតំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិជំរាបសួរអាយដាមវាគ្មិនមួយរូបទៀតគឺលោកសំគុណធាមីនាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹតនិងយុតិធធដើម្បីបោះឆ្នោតដោយសេរីនិងយុតិធធនិងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា Netflix លោកក៏ជាអ្នកនាំពាក្យបន្ទប់ផ្សាយបន្ទប់ស្ថានភាពស្ដីពីការបោះឆ្នោតដែលជាបណ្ដុំនៃអង្គការសង្គមស៊ីវិលផងដែរជំរាបសួរលោកសំគុណធាមីបាទលោកអ្នកស្ដាប់ជាទីមេត្រីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4កាលពីថ្ងៃទី4មិថុនាកន្លងទៅទទួលបានការវាយតម្លៃខុសៗគ្នាពីភាគីពាក់ព័ន្ធដូចជាក្រុមសង្គមស៊ីវិលគណៈបកនយោបាយនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើមបាទតើមានចំណុចវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះដែលអាចជាមេរៀនសម្រាប់ការបោះឆ្នោតលើកក្រោយទៀតបាទជាដំបូងនេះខ្ញុំចង់ចាប់ផ្ដើមសំណួរជូនទៅលោកសំគុណធាមីមុនលោកតំណាងឲ្យបន្ទប់ស្ថានភាពស្ដីពីការបោះឆ្នោតបាទដែលជាបណ្ដុំនៃអង្គការសង្គមស៊ីវិលដែលបានរកឃើញភាពមិនប្រក្រតីជាច្រើនដែលកើតមានគ្រប់ដំណាក់កាលរួមមានក្នុងអំឡុងពេលឃោសនាថ្ងៃសក្នុងថ្ងៃបោះឆ្នោតនិងអំឡុងពេលរាប់សន្លឹកឆ្នោតនិងដែលឃើញមាននឹងមានភាពមិនប្រក្រតីនៃកំណត់ហេតុផងដែរអញ្ចឹងទេខ្ញុំចង់អញ្ជើញលោករៀបរាប់បន្តិចទៅលើចំណុចធ្ងន់ធ្ងរចំណុចអវិជ្ជមានចំណុចណាដែលវាមានភាពធ្ងន់ធ្ងរជាងគេបាទសូមអរគុណបាទជាបឋមសូមគោរពអាដាមវាគ្មិនទាំងពីររូបហើយសូមគោរពភ្ញៀវទស្សនិកជនដែលកំពុងតាមដានស្ដាប់វិទ្យុអាស៊ីសេរីនៅពេលនេះបាទខ្ញុំជម្រាបជូនដោយសង្ខេបស្ដីពីការវិតម្លៃទាំងមូលនិងចុងក្រោយទៅលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់ដែលធ្វើឡើងដោយបន្ទប់ស្ថានភាពនៅចេញផ្សាយកាលពីថ្ងៃទី24ថ្មីនេះជាទូទៅបន្ទប់ស្ថានភាពយើងវិតម្លៃដែលមានបណ្ដុំអង្គការប្រមាណ40អង្គការយើងបានធ្វើការវិតម្លៃរួមយើងយល់ឃើញថាគណៈកម្មការជាតិរៀបចំការបោះឆ្នោតក៏ជាបរនឹងបានរៀបចំបញ្ជីបោះឆ្នោតការចុះឈ្មោះបោះឆ្នោតការចុះបញ្ជីបេក្ខជនគណៈបកនយោបាយការបោះឆ្នោតរាប់សន្តិឆ្នោតនិងប្រកាសបិទនិងដាក់ផ្សាយលើគេហទំព័រនៅលើផលបោះឆ្នោតហ្នឹងគឺមានចំណុចវិជ្ជមានហើយមានភាពប្រសើរល្អជាងមុនឆ្ងាយបាទតែក៏ក្នុងនោះក៏មានភាពមិនប្រក្រតីមួយចំនួនដែរដូចជាភាពមិនប្រក្រតីនោះដូចជាមានទី1មានបរិយាកាសដែលមានការគៀបសង្កត់ខាងផ្នែកនយោបាយនេះជាភាពមិនប្រក្រតីរួមដែលយើងសរុបទៅទី2ពាក់ព័ន្ធនឹងហិរញ្ញវត្ថុឃោសនាបោះឆ្នោតរបស់គណៈបកនយោបាយនិងការប្រើប្រាស់ធនធានរដ្ឋដែលខ្វះសមធម៌និងតម្លាភាពទី3ទី4ទីលានប្រកួតប្រជែងនយោបាយនៅខ្វះសមភាពនិងបទបញ្ញត្តិបដិវេតខ្លះខ្វះក្របខ័ណ្ឌច្បាប់និងច្បាប់វិសោធនកម្មនៃច្បាប់គណៈបកនយោបាយវិសោធនកម្មច្បាប់គណៈបកនយោបាយនិងការខ្វះឯករាជ្យភាពរបស់មន្ត្រីតុលាការនិងការលំអៀងនយោបាយផ្នែកនយោបាយនៃមន្ត្រីជាន់ខ្ពស់របស់កងកម្លាំងប្រដាប់អាវុធដែលដាក់សម្ពាធដែលបណ្ដាលឲ្យមានការដាក់សម្ពាធលើសេរីភាពបញ្ចេញមតិនិងការគំរាមដល់សកម្មជនគណៈបកនយោបាយដែលប្រកួតប្រជែងនិងសមាគមសហជីពនិងអង្គការមិនមែនរដ្ឋាភិបាល
នេះហើយដែលនាំឲ្យមានភាពមិនប្រក្រតីមួយចំនួនដែលយើងរកឃើញសរុបនៅក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំទាំងមូលតែម្ដងបាទលោកមានប្រសាសន៍តាក់ទងនឹងតុលាការហ្នឹងលោកចង់មានន័យថាយ៉ាងម៉េចមានសម្ពាធយ៉ាងពីតុលាការចឹងនិយាយក្នុងនោះចង់និយាយថាការសម្រេចក្តីរបស់តុលាការសូមឲ្យមានភាពឯករាជ្យទៅកុំរើសអើងឬក៏ប្រកាន់តើតើនឹងបរិយាកាសនយោបាយមុនពេលបោះឆ្នោតបាទចង់និយាយចឹងបាទសូមអរគុណបាទសូមអរគុណខ្ញុំនឹងត្រឡប់មកលោកវិញអំពីចំណុចដែលថាគោលការណ៍លំអបាទបាទអាដាមសុខឥសានបាទជាអាដាមគណៈបកប្រជាជនកម្ពុជាឈ្នះតំណែងមេឃុំចៅសង្កាត់នឹងចំនួន1156អាសនៈនាំមុខគណៈបកសង្គ្រោះជាតិដែលទទួលបានតំណែងមេឃុំនោះមេឃុំចៅសង្កាត់ចំនួន489ប៉ុណ្ណោះបាទបើទោះជាគណៈបកប្រជាជនកម្ពុជានៅទទួលបានចំនួនអាសនៈច្រើនលើសលប់លើគណៈបកសង្គ្រោះជាតិក៏ដោយចុះគណៈបកប្រជាជនកម្ពុជាបានបាត់តំណែងមេឃុំចៅសង្កាត់នឹងជិត500អាសនៈទៅគណៈបកប្រឆាំងទោះជាយ៉ាងនេះក្តីគណៈបកប្រជាជនកម្ពុជាទទួលស្គាល់លទ្ធផលនិងវាយតម្លៃខ្ពស់លើលទ្ធផលបោះឆ្នោតនេះបាទខ្ញុំចង់ជំរាបសួរអាយដាមថាតើការសង្កេតរបស់អាយដាមតើមានចំណុចណាខ្លះទេដែលគណៈបកប្រជាជនកម្ពុជាគិតថាគួរតែមានការកែលម្អសម្រាប់ការបោះឆ្នោតនៅអាណត្តិនេះបោះឆ្នោតអាណត្តិទី4ក្រុមប្រឹក្សាគុំសង្កាត់នេះដើម្បីឲ្យដំណើរការបោះឆ្នោតនៅឆ្នាំ2018មានភាពប្រសើរឡើងអាយដាមបាទជាបឋមនេះសូមគោរពបងប្អូនលោកស្ដាប់វិទ្យុអាស៊ីសេរីជាទីគោរពស្នេហាចំពោះលទ្ធផលការវាយតម្លៃអំពីភាពការពាក់ព័ន្ធនឹងការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់នេះគណៈបកប្រជាជនបានពិនិត្យឃើញថាលទ្ធផលដែលត្រូវបានវាយតម្លៃដោយអ្នកសង្កេតការណ៍ជាតិអន្តរជាតិហើយនឹងបណ្ដាប្រទេសដែលតាមដានយកចិត្តទុកដាក់ទៅលើការបោះឆ្នោតនៅកម្ពុជានេះគឺមានការវាយតម្លៃថាលទ្ធផលការបោះឆ្នោតលើកនេះមានលក្ខណៈជាវិជ្ជមានហើយមានលក្ខណៈល្អប្រសើរជាងការបោះឆ្នោតមុនបានសេចក្តីថាការបោះឆ្នោតនឹងនៅក្នុងបរិយាកាសមួយដែលស្ថិតនៅក្រោមឆ័ត្រនៃសន្តិភាពមានប្រជាធិបតេយ្យសេរីត្រឹមត្រូវនិងយុត្តិធម៌ព្រមទាំងអាចទទួលយកបានអញ្ចឹងទេគឺផ្អែកទៅលើមូលដ្ឋាននេះគណៈបកប្រជាជនឯកភាពទៅលើការវាយតម្លៃប្រកបដោយលក្ខណៈវិជ្ជមានចំពោះការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់នេះទោះបីគណៈបកប្រជាជនមានការបាត់បង់អាសនៈមួយចំនួនក៏ពិតមែនក៏ប៉ុន្តែក្នុងលក្ខណៈដែលប្រទេសយើងប្រកាន់នៅរបបប្រជាធិបតេយ្យវាជារឿងធម្មតាទេដែលប្រជាពលរដ្ឋលោកសម្ដែងចន្ទៈដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌ហើយការបោះសម្ដែងចន្ទៈរបស់ឯកភាពមិនមានការបំផិតបង្ខំឬមួយក៏ការបញ្ចប់បញ្ជាពីអនុភាពណាមួយពីខាងក្រៅនៃឆន្ទៈរបស់ប្រជាពលរដ្ឋម្នាក់នោះទេបាទអញ្ចឹងខ្ញុំយល់ថាការបោះឆ្នោតនេះវាមានលក្ខណៈល្អដែលគណៈបកប្រជាជនក៏បានចេញសេចក្តីថ្លែងការណ៍រួចហើយគឺឯកភាពទៅលើលទ្ធផលជាវិជ្ជមានដែលប្រកាសដោយកោជបនៅលទ្ធផលការបោះឆ្នោតជាផ្លូវការនិងជាស្ថាពរកាលពីថ្ងៃទី25ម្សិលរបស់ថ្ងៃនេះបាទអាយដាមតើមានចំណុចណាដូចសំណួរខ្ញុំបានបាញ់មិញមានចំណុចណាដែលការបោះឆ្នោតពេលនេះគួរកែលម្អទេបាទចំណុចមួយចំនួនដែលយើងកត់សម្គាល់នេះឃើញថាបញ្ហានិយាយឃោសនាបរិហាគេនៅតែកើតមានទោះបីថាវាមានលក្ខណៈធូរស្រាលជាងការបោះឆ្នោតមុនក៏ដោយក៏ប៉ុន្តែការដែលនិយាយចាក់ចុចញុះញង់បរិហាគេដោយប្រយោលនេះគឺថានៅតែមានទេបាទអញ្ចឹងទេគឺយើងសំណូមពរថាធ្វើម៉េចឲ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតហ្នឹងគឺខិតខំធ្វើម៉េចចេញគោលការណ៍នីតិវិធីនិងក្រមសីលធម៌ហ្នឹងឲ្យកាន់តែមើលម៉ាត់ថែមទៀតដើម្បីលុបបំបាត់ចោលនៅបាតុភិបអសកម្មនានាដែលកើតឡើងដែលវានាំឲ្យជាឥទ្ធិពលទៅដល់បរិយាកាសនៃការបោះឆ្នោតនេះចុះការគម្រាមមុនពេលបោះឆ្នោតអាដាមបង្ក្រាបមានសង្គ្រាមគម្រាមវាយបាក់ថ្មិញអីហ្នឹងគួរតែកែលម្អដែរទេបាទ
អាហ្នឹងគឺថាយើងត្រូវបែងចែកឲ្យច្បាស់អំពីខ្លឹមសារថាតើទិសដៅយ៉ាងម៉េចទិសដៅបំផិតបំភ័យឬមួយក៏ទិសដៅដើម្បីឲ្យប្រជាពលរដ្ឋលោកពិចារណាលោកវែកញែកលោកពិនិត្យអំពីថាសភាពការបើសង្គ្រាមទៅវាមានបញ្ហាអីផលវិបាកដល់ប្រជាពលរដ្ឋហើយបើអត់មានសង្គ្រាមទេមានសន្តិភាពតើវាផ្ដល់មនុស្សអីដល់ប្រជាពលរដ្ឋនៅក្នុងជីវភាពរស់នៅក៏ដូចជាប្រកបរបរអាជីវកម្មចិញ្ចឹមជីវិតប្រចាំថ្ងៃអានឹងជួនណាទៅឲ្យយកពាក្យសម្ដីនេះទៅដើម្បីឲ្យគាត់មិនជាការរបស់ជាឬមួយបាទជាបកណបៈនីមួយសុទ្ធតែមានទិសស្លោករបស់ខ្លួនដោយគណៈបកខ្លះនេះគេនិយាយថាពេញមិនលក់សម្លុតមិនខ្លាចបំបែកមិនបែកដូចជាវាមានបញ្ហារឿងអីត្រូវភ័យខ្លាចអារឿងដែលគេនិយាយលើកអំពីសង្គ្រាមនោះតើសង្គ្រាមនោះវាផលវិបាកយ៉ាងម៉េចដល់ប្រជាពលរដ្ឋអានេះជាលក្ខណៈប្រវត្តិសាស្ត្រជាក់ស្ដែងដែលយើងឆ្លងកាត់កន្លងមកអញ្ចឹងទេឲ្យប្រជាពលរដ្ឋលោកតែអាដាមនៅលើខ្ញុំទេបាទហៅឡូបាទអាដាមប៉ុន្តែពាក្យសង្គ្រាមពាក្យអីហ្នឹងអ្នកសង្កេតការគេវាតម្លៃថាអាចនិយាយទៅធ្វើឲ្យអ្នកបោះឆ្នោតភ័យខ្លាចហើយដល់ពេលភ័យខ្លាចទៅគាត់មិនហ៊ានមានឆន្ទៈទៅបោះឆ្នោតអីតាមឆន្ទៈរបស់គាត់អីចឹងអាយដាមដូចនេះគេគិតថាវាប៉ះពាល់ដល់ភាពសេរីយុត្តិធម៌ក្នុងការបោះឆ្នោតណាមួយនៅតាមភូមិស្រុកឬផ្ទះប្រជាជននឹងជីត្រង់សេដើម្បីភ័យខ្លាចសង្គ្រាមដោយសារការនិយាយទេបាទក៏ប៉ុន្តែគេនិយាយអាពាក្យនិយាយញងចាក់ចុចជ្រើសអើងហ្នឹងហើយដែលវាខ្លាំងជាងអាពាក្យនិយាយចំពីរឿងសង្គ្រាមទៅទៀតបាទអាយដាមសំណួរមួយទៀតតាក់ទងនឹងកម្មករខ្មែរយើងដែលធ្វើការនៅក្រៅប្រទេសប្រមាណ7លានអ្នកហ្នឹងតើគណៈបកប្រជាជនមានចំហយ៉ាងម៉េចដែរអាយដាមនៅក្នុងអាណត្តិបោះឆ្នោតលើកបោះឆ្នោតសកលលើកក្រោយហ្នឹងតើគួរតែធ្វើយ៉ាងម៉េចឲ្យគាត់មានសិទ្ធិបោះឆ្នោតបានទេបាទធរមានបាទច្បាប់ជាធរមានយ៉ាងម៉េចគឺថាយើងគោរពឲ្យបានម៉ាត់ទៅតាមគោលការណ៍ច្បាប់ដែលសភាបានអនុម័តរួចហើយតែច្បាប់អាចកែបានទេអាយដាមបើសិនជាគណៈបកទាំងពីរនឹងស្រស់ស្រួលគ្នាអាចធ្វើឲ្យខ្មែរនៅក្រៅប្រទេសនឹងបោះឆ្នោតបានទេបាទអ្នកដែលទៅធ្វើការនៅក្រៅប្រទេសអញ្ចឹងលោកជីវិតាចង់ឲ្យខ្ញុំអនុវត្តតាមចិត្តលោកជីវិតាថាចង់បានឲ្យកែអញ្ចឹងឬមួយយ៉ាងម៉េចអត់ទេខ្ញុំក៏សួរអាយដាមនេះថាតើគណៈបកទាំងពីរនឹងអាចធ្វើវិសោធនកម្មលើច្បាប់នឹងហើយដើម្បីអនុញ្ញាតឲ្យពលករខ្មែរនៅក្រៅប្រទេសនឹងអាចបោះឆ្នោតបានទេអាយដាមការធ្វើវិសោធនកម្មឬមួយការកែប្រែច្បាប់នេះមិនមែនចេះតែនិយាយដោយអត្តនោម័តម្នាក់ឯងបានទេពីព្រោះវាចេញពីឆន្ទៈរបស់គណៈបកនយោបាយហើយតាមនីតិវិធីត្រឹមត្រូវទៅតាមគោលការណ៍បទបញ្ជាផ្ទៃក្នុងដែលមានចែងនៅក្នុងដំណើរការរបស់រដ្ឋាភិបាលបាទអាដាមអរគុណខ្ញុំនឹងផ្ដល់ឱកាសជូនលោកអាយដាមយឹមសវណ្ណម្ដងអាយដាមគណៈបកសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថ្លែងថាការបោះឆ្នោតនេះនៅមិនទាន់បំពេញតាមលក្ខខណ្ឌសេរីត្រឹមត្រូវនិងយុត្តិធម៌ទេខ្ញុំចង់អាយដាមមានប្រសាសន៍ដល់សង្ខេបអំពីចំណុចណាខ្លះដែលអាយដាមយល់ថាមិនសេរីមិនយុត្តិធម៌បាទសូមអរគុណលោកជីវិតាសូមគោរពបងប្អូនជនរួមជាតិហើយសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតដែលបានបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិហើយយើងទទួលបានការគ្រប់គ្រងឃុំប្រមាណ489ឃុំហើយមានសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតប្រមាណជា5700អាសនៈបាទនេះគឺជាការកើនឡើងខុសពីការស្មានរបស់គណៈបកសង្គ្រោះជាតិចំពោះលទ្ធផលនៃការបោះឆ្នោតនេះយើងក៏សម្គាល់ឃើញបើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនគឺមានលក្ខណៈល្អប្រសើរជាងមុនហើយមានភាពវិជ្ជមានជាងមុននេះគឺដោយសារតែការតស៊ូរបស់គណៈបកទៅពីក្នុងការកែតម្រង់ការបោះឆ្នោតនៅពេលដែលមានការកែតម្រង់ការបោះឆ្នោតកែតម្រង់ប្រព័ន្ធបោះឆ្នោតវាធ្វើឲ្យមានផលវិជ្ជមានបាទប៉ុន្តែទោះជាយ៉ាងណាក៏ដោយការបោះឆ្នោតដោយសេរីនិងយុត្តិធម៌គឺមាន2ចំណុចទី1គឺបរិយាកាសនយោបាយមុនការបោះឆ្នោតហើយបរិយាកាសនយោបាយមុនការបោះឆ្នោតនេះ
បងប្អូនជាផ្សារហើយអាដាមសំស៊ីដែលជាអតីតប្រធានគណៈបកសង្គមជាតិហ្នឹងគឺមិនបានចូលមកឃោសនានិងដឹកនាំគណៈបកទេដោយសារតែមានការចោទប្រកាន់ហេតុផលនយោបាយធ្វើឲ្យលោកជួបឧបសគ្គតំណាងរាស្ត្រព្រឹទ្ធសភាសកម្មជនសិទ្ធិមនុស្សសកម្មជនសង្គមស៊ីវិលមន្ត្រីគូជបជាប់ពន្ធនាគារហើយហេតុផលអ្នកណាក៏ដឹងដែរមិនចាំបាច់និយាយទៅអានេះច្បាប់អានេះចេះនេះចោះលុយ$100-200ហើយជាប់ពន្ធនាគារមួយវងហើយចំណែកអ្នកដែលប្រព្រឹត្តអំពើពុករលួយដែលបាត់បង់លុយជាតិរាប់លុយលាន$ហ្នឹងគឺរស់ដោយសុខស្រួលនេះជារឿងមួយដែលទាំងអស់គ្នាមើលឃើញណាប្រជាពលរដ្ឋគេមើលឃើញអានេះយើងមិនបាច់លើកយកមកនិយាយទេយើងឃើញថាមានការវាយដំអ្នកតំណាងទៀតនៅក្នុងមុខរដ្ឋសភាហើយអ្នកវាយដំហ្នឹងជាប់គុកទាំងផ្លេតចេញវិញឡើងឋានន្តរស័ក្តិទៀតនេះគឺជារូបភាពមួយដែលមើលមកឃើញអំពើអយុត្តិធម៌ជាការគំរាមកំហែងហើយការប្រើប្រាស់វោហារសាស្ត្របំផិតបំភ័យម្ចាស់ឆ្នោតមុនការបោះឆ្នោតហ្នឹងអាចំណុចបរិយាកាសនយោបាយនឹងសំខាន់ណាស់ប្រទេសណាក៏គេមិនដែលទុកឲ្យមានបរិយាកាសបែបហ្នឹងទៅមុនការបោះឆ្នោតដែរដូច្នេះជ្រុងមួយនៃបរិយាកាសនយោបាយហ្នឹងវាធ្វើឲ្យប៉ះពាល់ទៅដល់លទ្ធផលនៃការបោះឆ្នោតប៉ះពាល់ដោយប៉ះពាល់ដល់ផ្ទាល់តែម្ដងហើយខ្ញុំសូមជម្រាប NDI គេធ្វើប្រជាមតិនៅក្នុងប្រជាមតិរបស់គេបានធ្វើគេស្ទង់មតិមើលគេរកឃើញថា 10% ប៉ះពាល់ដោយសារការគម្រាមកំហែងបំផិតបំភ័យដោយសារបញ្ហាសង្គ្រាមប្រើវោហារសាស្ត្រសង្គ្រាម 10% អានឹងគឺគេស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្រអញ្ចឹងបានយើងនិយាយអីឲ្យមានមូលដ្ឋានច្បាស់ហើយខ្ញុំអានទៅលើមូលដ្ឋានគឺ NDI ប្រជាមតិរបស់ NDI ប៉ះពាល់ដើម្បីឲ្យដល់គេភ័យដល់ប្រហែលថាឥឡូវយើងមិនរងថាគាត់មិនរងទៅបោះឆ្នោតដល់ពេលឃើញអញ្ចឹងទៅគាត់ជួនកាលគាត់មិនទៅបោះឆ្នោតតែជួនកាលគាត់បោះឆ្នោតដែរតែអត់ទេខ្ញុំចង់បោះឆ្នោតឲ្យគណៈបកនេះដែរតែភ័យខ្លាចចេះភ័យខ្លាចចុះនិយាយធ្វើឲ្យគាត់ធ្វើឲ្យលទ្ធផលនៃការបោះឆ្នោតនោះវាប៉ះហើយទី2តាក់ទងនឹងការបំពេញកាតព្វកិច្ចរបស់គូជបមានការប្រសើរឡើងនិយាយឃើញថាមានការទៀមទាត់ឲ្យរាប់អញ្ចឹងក៏គឺមានរាប់ឡើងវិញរាប់អីអញ្ចឹងมันរហូតដល់កន្លែងខ្លះខុសគ្នាដល់60 70សំឡេង100សំឡេងសំឡេងអត់បានការណាដែលពីការបោះឆ្នោតមុនយើងស្នើសុំឲ្យរាប់តែគូជបមុននោះមិនព្រមឲ្យរាប់នោះវាឃើញអញ្ចឹងវាមានភាពខុសគ្នាឥឡូវវាប្រសើរឡើងដល់រាប់ទៅឃើញថាអូសំឡេងឆ្នោតមិនបានការច្រើននឹងច្រើនតែគណៈបកសង្គមជាតិអញ្ចឹងបាទអានឹងគឺដោយសារតែមន្ត្រីសិទ្ធិជួនកាលគូជបលើអត់ដឹងតែមន្ត្រីសិទ្ធិនឹងលំអៀងអញ្ចឹងហើយឃើញសិលឹកឆ្នោតណាមិនបានការដែលគ្រប់គ្រងគណៈបកសង្គមជាតិហើយគាត់នៅគូសអាចតែបានការហ្នឹងគាត់ឆ្លើយថាមិនបានការហើយជាចំណុចមួយដែលយើងត្រូវតែកែលម្អបាទទី2ឥឡូវយើងនិយាយអំពីបរិយាកាសពេលឃោសនាបោះឆ្នោតផ្លូវហាមឃាត់គណៈបកកម្មណាយហេតុបានហ្នឹងទាំងអស់គ្នាដឹងហើយខ្ញុំមិននេះទីឃាសាធារណៈមួយចំនួនដែលហាមឃាត់គឺគណៈបកកម្មណាយហេតុបានតែគណៈបកសង្គមជាតិនិងគណៈបកដទៃទៀតអត់បានទី2ប្រព័ន្ធផ្សព្វផ្សាយគាត់ថាអត់បានដាក់ពាក្យសុំទិញសុំអីខ្ញុំសូមជម្រាបអញ្ចេះគោជបបានស្នើឲ្យទូរទស្សន៍ឯកជនទាំងអស់ផ្សាយមកលក់បើមិនផ្សាយទេគឺថានឹងអាចទទួលពិន័យឬមួយក៏ខុសសេចក្តីណែនាំរបស់គូជបប៉ុន្តែខ្ញុំសួរថាទូរទស្សន៍ទាំងអស់មានអ្នកណាផ្សាយលក់មកឲ្យអត់តែអាដាមគណៈបកអាដាមមានបានទៅសួរគេទេមានទៅសួរគេចុះបើគេទាំងផ្សាយលក់ផងយើងទៅសួរយ៉ាងម៉េចនាំតែខាតពេលហ្នឹងយើងដឹងលទ្ធផលរួចបាត់ទៅហើយហ្នឹងបើគោជបគេមិនទាំងគោរពតែអាដាមអត់បានទាក់ទងគេដែរគណៈបកអាដាមចុះបើគេមិនលក់ខ្ញុំទៅទិញយ៉ាងម៉េចហើយយើងដឹងរួចជាស្រេចហើយលទ្ធផលអស់ហ្នឹងនោះហើយកុំយល់ទេបាទឥឡូវដូចខាង93មជ្ឈមហានគរណាការលក់យើងទៅទិញខាងទូរទស្សន៍អត់មានហើយបើកវងកញ្ចក់បន្តិចនិយាយពីរឿងទូរទស្សន៍ព្រះអាទិត្យហ្នឹងកំពុងឧបសគ្គមហាឧបសគ្គហើយបង្កើតឧបសគ្គអត់ចេះចប់តែទោះជាយ៉ាងណាបាទទីចំណុចមួយទៀតតាក់ទងនឹងការគម្រាមកំហែងទិញសិលឹកឆ្នោតហ្នឹងយើងឃើញស្រាប់ដាក់លុយលើតុឲ្យថត
ថតនៅនៃផ្សាយបណ្ដាញសង្គមចែកលុយចែកកាក់នេះប៉ុណ្ណេះនោះប៉ុណ្ណោះហើយថតផ្សាយទៀតអញ្ចឹងមិននិយាយទេហើយចាយប្រហែលលានគណៈបកសង្គ្រោះជាតិចាយ2លានដុល្លារគណៈបកដទៃទៀតចាយ25លាន24 25លានដុល្លារនោះវាយើងមើលទៅឃើញថាវាយ៉ាងម៉េចហើយបាទហើយនៅក្នុងថ្ងៃបោះឆ្នោតនេះទៀតថ្ងៃបោះឆ្នោត1លានជាងអ្នកអត់បានបោះនៅក្រៅប្រទេសហើយឥឡូវអញ្ចេះចោះបើយើងយល់ស្របគ្នាថាចាំបាច់ត្រូវទៅគោរពឆន្ទៈប្រជារាស្ត្រហើយខ្ញុំ55រូបគណៈបកសង្គ្រោះជាតិច្បាប់ដែរដូចតែដងសង្សានថានឹងច្បាប់អញ្ចឹងថាឥឡូវនេះច្បាប់បានចាញ់ឥឡូវយើងកែច្បាប់បានតែពេលអាយដាមនៅរដ្ឋសភាពេលធ្វើច្បាប់ហ្នឹងអាយដាមមានបានតវ៉ាសូមឲ្យអ្នកក្រៅប្រទេសបោះបានទេតវ៉ាខ្លាំងណាស់ក៏ប៉ុន្តែស្ថានគេមិនព្រមមកខាងទៀតក្នុងការចរចាដើម្បីកែលម្អច្បាប់ហ្នឹងគឺថាខាងយើងខ្ញុំខាងគណៈបកសង្គ្រោះជាតិគឺសុំឲ្យធ្វើម៉េចឲ្យបានចុះឈ្មោះប៉ុន្តែចេញអត់រួចគេមិនមកខាងទៀតគេមិនគ្រប់គ្រងឥឡូវហ្នឹងទទួលស្គាល់ថាឥឡូវគ្រប់ឆន្ទៈអ្នកដែលមិនបានទៅចុះ1លានអ្នកជាងអញ្ចឹងយើងខ្ញុំគេថាជំរាបជូនឲ្យទេឥឡូវសូមគ្រប់គ្រងខ្ញុំនឹងរៀបចំធ្វើសំណើវិសោធនកម្មច្បាប់ហើយភាគីខាងគណៈបកកណ្ដាលអំណាចសូមឲ្យជួយធ្វើម៉េចចូលគ្នាដើម្បីបានសម្លេងគ្រប់ក្នុងការអនុម័តច្បាប់ទៅបើយល់ថាល្អបើយល់ថាយើងគោរពឆន្ទៈប្រជារាស្ត្រទាំងអស់គ្នាអរគុណអាយដាមសំណួរខ្ញុំបន្ទាប់ទោះបីជាអាយដាមទទួលស្គាល់ថាយល់ឃើញថាมันយុត្តិធម៌มันសេរីมันត្រឹមត្រូវអីក៏ដោយតើគណៈបកសង្គ្រោះជាតិទទួលស្គាល់ទេលទ្ធផលនេះខ្ញុំគិតទៅមុខទៀតនៅឆ្នាំ2018ការបោះឆ្នោតនេះគ្រាន់តែជាបទពិសោធន៍ហើយចំណុចខ្វះខាតខ្ញុំបានធ្វើរបាយការណ៍ហើយយើងទាំងអស់គ្នាគួរតែកែលម្អដោយទៅខាងគណៈបកកណ្ដាលអំណាចអញ្ចឹងគឺថាយើងត្រូវមានការកែលម្អខ្ញុំបានឃើញចំណុចខាងគណៈបកដែលមិនច្បាស់ថាទទួលស្គាល់ឬមិនទទួលស្គាល់តែគ្រាន់តែសុំការកែលម្អសុំតែកែលម្អនៅចំណុចយើងនឹងជជែកបន្តមកទៀតណាដូចជាចំណុចដែលជា1លានអ្នកដែលប្រជាពលរដ្ឋជា1លានអ្នកបានចុះឈ្មោះនៅក្រៅប្រទេសហ្នឹងគឺថាយើងសូមឲ្យរៀបចំកែសម្រួលវិសោធនកម្មច្បាប់ឬនីតិវិធីដើម្បីធ្វើម៉េចឲ្យគាត់បានសម្ដែងមតិរបស់គាត់អរគុណអាយដាមឥឡូវខ្ញុំចង់ជជែកគ្នាអំពីចំណុចកែលម្អចំណុចអនុសាសន៍ចង់ងាកមកលោកសំគុណធីនីវិញថាតើខាងអង្គការសង្គមស៊ីវិលនេះចង់មានចំណុចកែលម្អអ្វីខ្លះបាទអង្គការសង្គមស៊ីវិលដែលចេញសេចក្តីថ្លែងការណ៍មុនមានដល់15ចំណុចណាប៉ុន្តែខ្ញុំសង្ខេបជូនចំណុចសំខាន់មួយចំនួនទី1ហ្នឹងយើងសូមឲ្យចង់ឲ្យសូមឲ្យដកបញ្ញត្តិច្បាប់ស្តីពីវិសោធនកម្មគណៈបកនយោបាយព្រោះច្បាប់ហ្នឹងសង្គមស៊ីវិលបានវិភាគថាទៅវាអាចមានការបកស្រាយមិនច្បាស់ហើយវាអាចមានការក្នុងការលុបបែកភាពឈើឈ្មោះរបស់គណៈបកគូប្រជែងហ្នឹងបាទឬក៏អាចឈានទៅដល់មានការរំលាយប្តឹងផ្ដាល់ទៅអាចរំលាយដល់គណៈបកនយោបាយដកបញ្ញត្តិបាទដកបញ្ញត្តិហ្នឹងណាច្បាប់វិសោធនកម្មស្ដីពីគណៈបកនយោបាយទាំងបាទហើយសូមមានការដោះលែងអ្នកដែលពាក់ព័ន្ធអ្នកទោសដែលជាក្របឃុំហ្នឹងពាក់ព័ន្ធនយោបាយមនសិការអ្នកការពារសិទ្ធិមនុស្សហ្នឹងឲ្យពួកគាត់នឹងបានចូលរួមក្នុងវិស័យនយោបាយនៅពេលបោះឆ្នោតខាងមុខវិញណាបាទពង្រឹងសមធម៌ចំណុចទី3ពង្រឹងសមធម៌និងតម្លាភាពនៃហិរញ្ញវត្ថុឃោសនារបស់គណៈបកនយោបាយហើយនឹងការប្រើប្រាស់ធនធានរដ្ឋសម្រាប់សកម្មភាពនយោបាយនេះជាចំណុចតម្លាភាពចង់បញ្ជាក់ចំណុចទី3តម្លាភាពនៃតម្លាភាពនៃហិរញ្ញវត្ថុឃោសនារបស់គណៈបកបាទចំណុចទី4ហ្នឹងគឺជំរុញឲ្យទូទស្សន៍ឯកជនហ្នឹងហើយគោរពតាមគោលការណ៍របស់កជបហ្នឹងនៅពេលក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតណាបាទព្រោះកជបគាត់បានចេញសេចក្តីណែនាំដែរប៉ុន្តែដូចកន្លងមកដូចជាមិនមានអីការប្រកាសផ្ដល់ម៉ោងលក់ជួលម៉ោងទូទស្សន៍ឬវិទ្យុអីទេដូច្នេះសូមពង្រឹងគោលការណ៍ហ្នឹងឡើងវិញបាទចំណុចទៀតហ្នឹងគឺបង្កើតគោលនយោបាយយន្តការដើម្បីរកមធ្យោបាយដើម្បីធានាការអនុវត្តសិទ្ធិចុះឈ្មោះនិងសិទ្ធិបោះឆ្នោតរបស់ពលករចំណាក់ស្រុកទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេស
បាទពង្រឹងអាហ្នឹងហើយពង្រឹងនីតិវិធីនៃការពិនិត្យនិងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនិងលេខការិយាល័យបោះឆ្នោតប្រចាំឆ្នាំឲ្យមានតម្លាភាពនិងពង្រឹងការត្រួតពិនិត្យរបស់មន្ត្រីកជវទៅលើអាជ្ញាធរមូលដ្ឋាននិងក្រុមប្រឹក្សាឃុំសង្កាត់ហើយពង្រឹងការដោះស្រាយបណ្ដឹងដែរបណ្ដឹងនៃការរាប់ស្លឹកឆ្នោតឡើងវិញនេះដែលមានការលំអៀងសម្លេងដែល 0.5% តាមផ្លូវច្បាប់ហ្នឹងរវាងបញ្ជីបេក្ខជនទាំងពីរឬក៏ច្រើននៅពេលរកឃើញថាស្លឹកឆ្នោតមិនបានការច្រើនព្រោះថាស្លឹកឆ្នោតអត់បានការច្រើនវាអាចចាត់ទុកជាតេហិកនៃភាពបំប្រកក្តីមួយដែរស្លឹកឆ្នោតអត់បានការហ្នឹងស្លឹកឆ្នោតបានការជាង 130000 ស្លឹកបាទតែរកឃើញបាទហើយស្ដាយដែលវានៅចូលបត់មកចូលរួមអត់បាទហើយមួយទៀតបន្ថយចំនួនស្លឹកឆ្នោតដែរគេហៅបំរុងណាគេថាបំរុងហ្នឹងយើងគិតមើលកន្លងមកក៏ជាតាមនីតិវិធីត្រូវហើយព្រោះសិក្នុងមួយការិយាល័យស្លឹកឆ្នោតបំរុងវាមាន50ស្លឹកទៅ99ស្លឹកណាបាទប៉ុន្តែវាច្រើនពេកហើយបើបណ្ដាយើងគួរតែបន្ថយលើត្រឹម 5% បានបោះពុំស្លឹកឆ្នោតបន្ថែមណាបំរុងហ្នឹងព្រោះខ្ញុំទៅសង្កេតការនៅក្រៅប្រទេសច្រើនប្រទេសដែរភាគច្រើនតែ 2% ឬអស់ហើយ 5% ស្លឹកឆ្នោតបំរុងណាហើយយើងជិត 20% ហើយវាច្រើនណាស់ចំនួនពួកអីការិយាល័យមួយអ្នកបោះឆ្នោតបោះមិនទាំងអស់មិនបានទាំងជួយទៅបោះគ្រប់គ្នាផងហើយស្លឹកឆ្នោតបំរុងវានៅសល់ច្រើនពេកបាទអរគុណបាទឥឡូវខ្ញុំសង្ខេបប៉ុណ្្នឹងចុះដោយសារពេលវេលាខ្ញុំសូមងាកមកអាយដាមសុកអេសានអាយដាមបាទអាយដាមបានឮហើយមិញលោកសំគុណធីមីបានជាតំណាងអង្គការក្រៅរដ្ឋាភិបាលនឹងអ្នកសង្កេតការបោះឆ្នោតនឹងមានអនុសាសន៍មួយចំនួនដែលស្នើសុំដើម្បីឲ្យការបោះឆ្នោតទៅខាងមុខមានភាពរលូននិងត្រឹមត្រូវយុត្តិធម៌ទីមួយនោះគាត់ថាធ្វើវិសោធនកម្មគឺលុបនៅបញ្ញត្តិច្បាប់បាទយើងសោកស្ដាយយើងដាច់ទូរស័ព្ទជាមួយអាយដាមសុកអេសានហើយយើងនឹងព្យាយាមភ្ជាប់ឡើងវិញអញ្ចឹងខ្ញុំសូមបែរសំណួរនេះមកអាយដាមយឹមសវណ្ណបាទចំណុចដែលខាងអង្គការសង្គមស៊ីវិលលើកឡើងមួយចំនួនហ្នឹងបាទតកតងនឹងការធ្វើវិសោធនកម្មច្បាប់គណៈបកនយោបាយហ្នឹងបាទហើយនឹងការពង្រឹងយន្តការបោះឆ្នោតនៅខាងមុខហ្នឹងតកតនឹងការមជ្ឈបាយធានាការអនុវត្តការចុះឈ្មោះហ្នឹងអាយដាមយល់ឃើញយ៉ាងម៉េចដែរបាទខ្ញុំយល់ស្របទៅតាមអនុសាសន៍របស់បន្ទប់ស្ថានភាពពីព្រោះយើងមានគោលបំណងដូចគ្នាចង់បានការបោះឆ្នោតមួយដែលមានលក្ខណៈសេរីនិងយុត្តិធម៌ហើយយើងពិនិត្យមើលសេចក្តីថ្លែងការណ៍របស់គាត់ហើយគាត់បានលើកមិញគឺថាមិនយល់ទាស់ទេហើយគ្រប់គ្រងទាំងស្រុងហើយជំរុញឲ្យបានឆាប់ហើយពួកយើងខ្ញុំសហការនៅក្នុងរដ្ឋសភានឹងដើម្បីធ្វើយ៉ាងម៉េចកែប្រែនៅចំណុចខ្វះខាតមួយចំនួនដែលបានលើកឡើងទន្ទឹមនឹងខ្ញុំចង់បន្ថែមបន្តិចដោយករណីកម្មករបាទកម្មករថ្ងៃបោះឆ្នោតអត់ចេញសេចក្តីណែនាំទៅរោងចក្រឲ្យសម្រេចមុនចេញបានថាសម្រេចឲ្យគាត់ឈប់មានពេលវេលាគ្រប់គ្រាន់អ្នកដែលនៅឆ្ងាយមានពេលវេលាទៅបោះឆ្នោតប៉ុន្តែការបោះឆ្នោតនេះអត់បានកំណត់ឬចេញសេចក្តីសម្រេចទេអាយដាមនឹងធ្វើម៉េចដើម្បីឲ្យពីវនីវទេអាយដាមនឹងធ្វើយ៉ាងម៉េចបាទនេះគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលរបស់គណៈបកកណ្ដាលអំណាចអញ្ចឹងគណៈបកកណ្ដាលអំណាចបើសិនជាយើងគោរពឆន្ទៈកម្មករហើយយើងចង់សម្រួលកិច្ចការឲ្យកម្មករយើងគួរណាតែចេញសេចក្តីសម្រេចមួយទៅរោងកំណត់ឲ្យរោងចក្រធ្វើម៉េចអនុញ្ញាតឲ្យកម្មករនឹងបានឈប់សម្រាកការរាប់តាក់ទងនឹងការរាប់ស្លឹកឆ្នោតខ្ញុំឃើញមានការបិទទ្វារបិទបង្អួចដូចអត់ចាំបាច់ទេបើកទៅពីព្រោះកន្លងមកបើកទៅដូចជាអត់មានបញ្ហាឲ្យផងអញ្ចឹងជាដើម្បីឲ្យមានតម្លាភាពហើយពង្រឹងជំនឿរបស់អ្នកបោះឆ្នោតទៅលើស្ថាប័នកោជបយើងគួរតែធ្វើអ្វីៗដែលកុំឲ្យគាត់មានការសង្ស័យបាទមួយទៀតគឺមិនឲ្យប្រជាពលរដ្ឋហ្នឹងគឺថា
មានកន្លែងខ្លះមានការចលាយខ្លះហ្នឹងអត់ឲ្យភ្នាក់ងារអត់ឲ្យរបាយការណ៍លទ្ធផលហ្នឹងទៅភ្នាក់ងារទេក៏មានការប្រាប់ឲ្យភ្នាក់ងារហ្នឹងចុះហត្ថលេខានៅលើទម្រង់1102ហ្នឹងមុនពេលកត់ត្រាលទ្ធផលចូលអាហ្នឹងគឺបើកឱកាសឲ្យធ្វើឲ្យមានការបញ្ចូលតួលេខទៅដោយមិនមានតម្លាភាពបាទទី3គឺកងកម្លាំងប្រដាប់អាវុធខ្ញុំឃើញច្បាប់កំណត់ថាឲ្យនៅឆ្ងាយពីការិយាល័យមិនឲ្យមានវត្តមានភូមិមេភូមិមិនឲ្យមានវត្តមានចៅសង្កាត់មេឃុំប៉ុន្តែនៅតែមានការិយាល័យខ្លះមានមេភូមិចៅសង្កាត់ទៅឈររេនឹងហើយកងកម្លាំងប្រឡាក់អាវុធហ្នឹងគឺឈរឲ្យមានទាំងបញ្ចេញអាវុធទៅទៀតដូចថ្ងៃឃោសនានៅភ្នំពេញហ្នឹងខ្ញុំដឹកនាំក្បួនឃោសនានៅភ្នំពេញនៅក្បែរជួយចវាខ្ញុំឃើញមានកងកម្លាំងប្រដាប់អាវុធឈរនៅមុងមូលហ្នឹងហើយមានកំភ្លើងប្រមាណដើមនៅឈរហ្នឹងជារូបភាពមួយដែលធ្វើឲ្យគឺជាបរិបរំដែររូបភាពហ្នឹងគួរតែជៀសវាងបាទអរគុណអាដាមឥឡូវខ្ញុំចង់ងាកមកអាដាមសុកអេសានអាដាមសុកអេសានចប់ឡើងវិញបានហើយអាដាមបាទអាដាមខាងអង្គការសង្គមស៊ីវិលតំណាងដោយលោកសំគុណធីមីកលោកមានចំណុចមួយចំនួនអនុសាសន៍មួយចំនួនស្នើសុំឲ្យមានការកែប្រែដើម្បីការបោះឆ្នោតនៅពេលខាងមុខមានភាពល្អប្រសើរទី1លោកថាសូមឲ្យអនុសាសន៍លុបចោលនៅបញ្ញត្តិដែលនិយាយអំពីអាចបកស្រាយមានបញ្ហានោះគឺគណៈច្បាប់គណៈបកនយោបាយដែលអាចរំលាយគណៈបកនយោបាយបានអាដាមទី1ទី2ការដោះលែងសូមដោះលែងអ្នកទោសសិទ្ធិមនុស្សមន្ត្រីសិទ្ធិមនុស្សនិងអ្នកទោសនយោបាយមនសិការជាដើមតើអាដាមយល់ឃើញយ៉ាងម៉េចអាដាមខ្ញុំយល់ថាតាមសំណើរបស់លោកអំបញ្ញមិញនេះខ្ញុំយល់ថានឹងគេហៅថាវិសោធនកម្មច្បាប់ហើយការមាត្រាទី100មាត្រា153ធ្វើពីចំពុកទី16នៃរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជារបស់យើងគឺមានតែព្រះមហាក្សត្រនាយករដ្ឋមន្ត្រីនិងប្រធានសភាតាមសំណើរបស់អ្នកតំណាងរាស្ត្រប្រមាណ4នៃចំនួនសរុបនៃតំណាងរាស្ត្រនៅក្នុងរដ្ឋាភិបាលហ្នឹងទើបអាចធ្វើវិសោធនកម្មបានពីរដ្ឋាភិបាលដល់ទីបុគ្គលទេបាទអានេះជាបញ្ហាមួយបាទហើយច្បាប់ដែលស្ដីអំពីវិសោធនកម្មច្បាប់ស្ដីពីគណៈបកនយោបាយដែលទើបតែអនុម័តទៅកន្លងមកនេះគឺរដ្ឋាភិបាលជាសាយ៉ាងបានហើយក្នុងករណីដែលរំលាយគណៈបកណាមួយលោកថាគណៈបកនោះបានប្រព្រឹត្តល្មើសច្បាប់នឹងក្នុងលក្ខណៈធ្ងន់ធ្ងរដូចជាប៉ះពាល់ទៅដល់ការឯកភាពជាតិការញុះញង់មានការបែកបាក់ជាតិដូចជាអបពុំឬមកក៏ធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិអញ្ចឹងនេះខ្ញុំយល់នេះស្ថានទម្ងន់ដែលអង្គើប្រព្រឹត្តនេះគឺថាវាមានលក្ខណៈសមស្របដែលគួរឲ្យរំលាយគណៈបកនយោបាយនោះហើយបើមិនអញ្ចឹងទេវាទៅជាអាណាធិបតេយ្យនៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យបាទអាដាមចុះការស្នើសុំឲ្យដោះលែងអ្នកទោសនោះយ៉ាងម៉េចដែរអាដាមអ្នកទោសគឺត្រូវអនុវត្តទោសបាទបងនិយាយពីអ្នកទោសបាទបើអ្នកអត់មានទោសទេអត់មានប្រចាំដាក់ទោសទេបាទបើថាអ្នកប្រព្រឹត្តល្មើសច្បាប់វាត្រូវមានទោសនឹងហើយអ្នកទោសនយោបាយអាដាមយ៉ាងម៉េចដែរអ្នកទោសនយោបាយជាស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលគេឲ្យពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនឹងឲ្យបានត្រឹមត្រូវបើមនុស្សមានទោសហើយមិនដាក់ទោសឲ្យទៅដាក់ទោសអ្នកណាអានេះជាបញ្ហាសំខាន់អញ្ចឹងទេសូមឲ្យអានិយមនៃឲ្យច្បាស់ថាតើអ្នកទោសនឹងដែលប្រព្រឹត្តល្មើសនឹងល្មើសដោយវិធីណាអីដោយអានេះគេហៅថាបទល្មើសយ៉ាងម៉េចអានេះសូមឲ្យស្នើដោយមិនបានវិភាគទៅលើស្ថានទម្ងន់ទោសរបស់បុគ្គលម្នាក់មិនមែនអ្នកនយោបាយចេះតែធ្វើអីខុសច្បាប់ហើយមិនមានទោសទេតែមិនមន្ត្រីអង្គការសិទ្ធិមនុស្សធ្វើអីក៏បានដែរហើយមិនមានទោសនោះទេមិនមែនចឹងទេពីព្រោះប្រជាពលរដ្ឋគ្រប់រូបទោះជាអ្នកនយោបាយទោះជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលឬមន្ត្រីសិទ្ធិមនុស្សក៏ដោយតែជាពលរដ្ឋដូចគ្នាទទួលខុសត្រូវចំពោះបុគ្គលដូចគ្នាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញបាទមិនធ្វើឲ្យថាអ្នកនេះជាមន្ត្រី
នយោបាយអ្នកនេះជាមន្ត្រីអង្គការសិទ្ធិមនុស្សឬអ្នកនេះជាមន្ត្រីសង្គមស៊ីវិលអីទេតែប្រព្រឹត្តនៅច្បាប់គឺច្បាប់ចែងមានត្រាណាគឺមានសុខភាពដូចគ្នាទាំងអស់បាទក្នុងនាមជាពលរដ្ឋបាទអាដាមអរគុណបាទអាដាមយើងសវណ្ណអាដាមមានចង់មានផ្សាយអីបាទខ្ញុំចង់ផ្ដល់អនុសាសន៍មួយទាក់ទងនឹងបរិយាកាសនយោបាយខ្ញុំយល់ឃើញថាដើម្បីឲ្យការបោះឆ្នោតនឹងវាសេរីនិងយុត្តិធម៌ហើយទទួលយកបានទាំងអស់គ្នាតតែមេដឹកនាំគណៈបកនីមួយៗហ្នឹងគឺថាមានសិទ្ធិទៅចូលរួមនៅក្នុងការបោះឆ្នោតដោយអត់មានឧបសគ្គអីទេហើយខ្ញុំក៏សម្គាល់ឃើញគាត់អ្នកនយោបាយខ្លះគាត់និយាយអំពីរឿងការប្រព្រឹត្តទោសទណ្ឌប៉ុន្តែសំណួរនៅក្នុងប្រទេសយើងនឹងបញ្ហាត្រង់ថាតើតុលាការនៅពេលណាដែលមានរឿងក្តីក្តែងនយោបាយនឹងតើតុលាការនឹងទុកចិត្តបានទេតុលាការនឹងឯករាជ្យទេតុលាការនឹងធ្វើសេចក្តីសម្រេចដោយយុត្តិធម៌ទេចំពោះក្តីក្តាំងរឿងតុលាការរឿងនយោបាយក្តីក្តាំងរឿងនយោបាយគឺមិនអ្នកនយោបាយដែលមានទស្សនៈខុសពីគណៈបកកណ្ដាលអំណាចមិនដែលទទួលជោគជ័យទេនៅឲ្យតែចោតប្រកាន់ទៅដល់តុលាការហើយគឺនឹងត្រូវជាប់ទោសទណ្ឌហើយនេះវាជាបញ្ហាបើសិនជាតុលាការដូចនៅប្រទេសគេអ្នកកម្មសិទ្ធិប្រជាធិបតេយ្យសេរីពហុបកនីតិរដ្ឋអ្នកឯងចោតប្រកាន់មិនចោតទៅបន្តតុលាការគឺបើឃើញថាខុសគឺខុសបើថាត្រូវគឺត្រូវប៉ុន្តែតុលាការនៅក្នុងប្រទេសកម្ពុជាគឺក្រោមឥទ្ធិពលរបស់អ្នកនយោបាយមួយចំនួននេះគឺជាបញ្ហាដែលនៅជជែកគ្នាមិនអាចហើយមិនមែនត្រឹមតែគណៈបកប្រឆាំងចេះតែយល់ឃើញបែបហ្នឹងទេសង្គមស៊ីវិលប្រជាពលរដ្ឋទូទៅសហគមន៍អន្តរជាតិគេយល់ឃើញទាំងអស់គ្នាថាតុលាការត្រូវតែកែតម្រង់នៅតែចៅក្រមធ្វើសេចក្តីសម្រេចទៅក្រមឥទ្ធិពលរបស់អ្នកនយោបាយអញ្ចឹងហើយបានជាកន្លែងហ្នឹងដែលវានាំទៅបកទៅដល់ឧបសគ្គទៅលើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ហើយជៀសវាងការប្រើប្រាស់នៅអំពើហិង្សាទៅលើអ្នកតំណាងរាស្ត្រទៅលើសកម្មជននយោបាយខ្ញុំឃើញជាក់ស្ដែងនឹងភ្នែកដោយករណីនៅក្នុងមុខរដ្ឋសភានឹងគឺជាករណីមកប្រមូលអង្គហេតុទាំងអស់នឹងយកមកពិចារណាមើលទៅគឺអយុត្តិធម៌មែនទែនគឺបើប្រៀបធៀបទៅនឹងក្តីក្តាំងដតីទៀតហ្នឹងគឺគេធ្វើមកស្ដែងនឹងភ្នែកអញ្ចឹងហើយបានជាយើងគួរតែជៀសវាងទាំងអស់គ្នាទៅខ្ញុំគិតថាយើងគួរតែធ្វើយ៉ាងម៉េចដើម្បីឲ្យដូចថាកីឡាឡើងទៅលើសៃវៀនប្រដាល់គឺថាឲ្យមានយុត្តិធម៌ឲ្យមានអ្នកអាជ្ញាកណ្ដាលហ្នឹងគឺធ្វើសេចក្តីសម្រេចដោយឈរនៅលើយុត្តិធម៌ហើយមានការស្មើភាពគ្នាកុំចាប់ដៃម្ខាងហើយទុកឲ្យម្ខាងទៀតប្រដាល់រួចហើយតាំងថាយកជ័យជំនះនឹងអត់យុត្តិធម៌អរគុណដល់ខ្ញុំសូមងាកមកលោកសំគុណធីនីវិញតើទៅនឹងសន្លឹកឆ្នោតជាង10 30,000 សន្លឹកដែលជាសន្លឹកឆ្នោតមិនបានការហ្នឹងតើមកពីមូលហេតុអីទៅបាទយើងសង្កេតឃើញសន្លឹកឆ្នោតបានការហ្នឹងមិនបានការបាទមិនបានការហ្នឹងគឺពាក់ព័ន្ធនឹងការគូសអ្នកខ្លះគាត់សរសេរហើយការគូសខុសនៅក្រៅប្រអប់កន្លែងထိចហ្នឹងនៅក្រៅប្រអប់ហើយការគាត់ထိចពីកន្លែងដូចចឹងចំណុចខ្លះមន្ត្រីរដ្ឋសន្លឹកឆ្នោតនោះមិនអាចកំណត់អត្តសញ្ញាណឲ្យគណៈការគ្រប់គ្រងគណៈបកណាមួយបានទេហើយកន្លែងខ្លះគូសនៅប្រអប់ចតកោងកាយហ្នឹង4ជ្រុងទ្វែងហ្នឹងគូសដែរក៏នៅក្រៅប្រអប់តិចហ្នឹងការមន្ត្រីហ្នឹងក៏កំណត់ថាចាត់ទុកថាអត់បានការដែរតើគួរធ្វើយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហានេះគួរបញ្ហានេះដែលយើងឃើញបញ្ហានេះតាមពិតគឺជាបកគួរពង្រឹងការអប់រំគឺវាបកគួរពង្រឹងការអប់រំទៅដល់អ្នកបោះឆ្នោតណាពីរបៀបគូសសន្លឹកឆ្នោតហើយនឹងយើងបោះពុំជាខិត្តប័ណ្ណខិត្តអីទៅ poster អីហ្នឹងហើយអប់រំតាមរយៈអាជ្ញាធរតាមរយៈយន្តការប្រព័ន្ធផ្សព្វផ្សាយអីទៅដើម្បីឲ្យបងប្អូនអ្នកបោះឆ្នោតគាត់យល់ពីរបៀបគូសសន្លឹកឆ្នោតជៀសវាងសន្លឹកឆ្នោតអត់បានការវាខាតបង់សិទ្ធិតម្លៃនៃការ
បោះឆ្នោតរបស់បងប្អូនណាគាត់ខំជួយទៅដល់ការិយាល័យបោះឆ្នោតហើយសេពសិលឹកឆ្នោតអត់បានការបាទតាមសេចក្តីរាយការណ៍របស់ព័ត៌មាននៅថ្ងៃនេះខាង NEC នឹងធ្វើការស៊ើបអង្កេតពិនិត្យមើលថាតើសិលឹកឆ្នោតនឹងបានការជា 130,000 សិលឹកហ្នឹងមកពីមូលហេតុអីចម្បងបាទហើយនៅថ្ងៃរសៀលនេះដែរលោកហងពុធាអ្នកនាំពាក្យកោជបលោកថាការកែលម្អមួយគឺត្រូវពង្រឹងសមត្ថភាពគណៈបកមន្ត្រីគណៈបកនយោបាយនិងមន្ត្រីកោជបខ្លួនឯងអំពីនីតិវិធីនៃការបោះឆ្នោតបាទដើម្បីឲ្យគាត់ពិនិត្យមើលឲ្យកន្លែងហ្នឹងសំខាន់ខ្ញុំចង់ចូលដល់ព័ត៌មានបន្តិចបើតាមយោបល់ខ្ញុំសេចក្តីណែនាំរបស់គូច្បងគូមិនគូទៅនៅក្នុងប្រឡោះនៅក្នុងប្រឡោះរបស់គណៈបកហ្នឹងមិនចាំបាច់ដល់ប្រឡោះខិតទេប៉ុន្តែប្រជាពលរដ្ឋគូហើយណាគូនៅក្នុងរបស់គណៈបកហ្នឹងប៉ុន្តែខ្ញុំមើលឃើញថាមន្ត្រីសិទ្ធិមួយចំនួនហ្នឹងគឺមិនអភិជាកតទេនៅពេលណាដែលគាត់ឃើញអាចំណុចនឹងគូសនៅលើគណៈបកសង្គ្រោះជាតិគាត់ថានឹងអត់បានការហើយអត់បានការច្រើនណាស់ហើយដល់តែភ្នាក់ងារយើងជជែកប្តឹងនៅក្នុងការិយាល័យនឹងគឺមិនព្រមតែម្ដងគឺថាអត់ទេគឺមិនបានការបាទតតែប្តឹងផ្ដាល់យកមកដល់បាច់ឬយកមកដល់តាមខ្ញុំដឹងគេមានគំរូមិនបានគេមានហើយតែគាត់ធ្វើមិនដឹងខ្ញុំដឹងថាមន្ត្រីសិទ្ធិហ្នឹងគាត់ដឹងហើយគាត់ធ្វើមិនដឹងដល់តែមានឃុំមួយឡើងមករាប់នៅខេត្តបាច់នៅបាច់ហើយមករាប់នៅណាច់ថែមបានសម្លេងឆ្នោតដល់តែ70សម្លេងទៀតបាទគឺអាមិនបានការរបស់គណៈបកសង្គ្រោះជាតិហ្នឹងដល់យោងតាមសេចក្តីណែនាំរបស់គណៈបករបស់នៃគោជវដែលគេណែនាំហ្នឹងគឺទៅជាបានការ70ទៅ80សម្លេងក្នុងតែមួយឃុំដូចនេះវាទៅឈ្នះបែរឈ្នះវិញអញ្ចឹងខ្ញុំឃើញគាត់សម្គាល់ឃើញប្រមាណឃុំស្តៀងគ្នាអញ្ចឹងដូច្នេះខ្ញុំយល់ស្របតាមគោជបថាត្រូវតែពិនិត្យមើលមន្ត្រីសិទ្ធិដែលនៅការិយាល័យដែលថាមិនបានការទៅស៊ើបអង្កេតគាត់មើលគាត់យ៉ាងម៉េចបានជាគាត់ថាបានការហើយគាត់ថាមិនបានការអរគុណអាដាមឥឡូវយើងសល់1នាទីខ្ញុំសូមជូនលោកសំគុណធីមីថាតើដើម្បីឲ្យការបោះឆ្នោតទៅអាណត្តិក្រោយនឹងមានអាចទទួលយកបានពីគ្រប់ភាគីតើអង្គការសង្គមស៊ីវិលមានអនុសាសន៍យ៉ាងម៉េចបាទទី1ដូចខ្ញុំជំរាបជូនអញ្ចឹងបញ្ជីបោះឆ្នោតដែលធ្វើបច្ចុប្បន្នជាសំខាន់ណាស់បញ្ជីបោះជាតិជាផ្នែកមួយនៃដំណើរការបោះឆ្នោតទី2បរិយាកាសបញ្ជីបោះឆ្នោតត្រូវមានភាពសុក្រិតហើយធានាសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋគ្រប់រូបហើយវាបរិយាកាសនយោបាយក្រៅប្រទេសដែរបាទទាំងអស់បាទខ្ញុំនិយាយឲ្យតែពលរដ្ឋខ្មែរគ្រប់រូបត្រូវតែធានាឲ្យគាត់មានសិទ្ធិចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតព្រោះនីតិវិធីតើមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅបោះឆ្នោតបានបាទហើយទី2បរិយាកាសនយោបាយសូមមេត្តាភាគីពាក់ព័ន្ធទាំងគណៈបកនយោបាយទាំងរដ្ឋាភិបាលសូមមេត្តាធានាបរិយាកាសនយោបាយឲ្យសុក្រិតទៅឲ្យវាស្ងប់ស្ងាត់ទៅហើយនឹងហើយដំណើរការឃោសនាសូមឲ្យមានគោលការណ៍ស្មារតីគ្នាបានជាពិសេសការប្រើប្រាស់យន្តការទីរាយសាធារណៈបានប្រើទាំងអស់គ្នាវិទ្យុអីព័ត៌មានអីទាំងអស់បាទសូមធានាគោលការណ៍ស្មារតីគ្នាទាំងបានបាទសូមអរគុណច្រើនបាទខ្ញុំជីវិតានិងសហការីទាំងអស់សូមអរគុណអាយដាមទាំងពីរហើយនឹងលោកសំគុណធីមីបាទដែលបានចូលរួមជាវាគ្មិនហើយសូមអរគុណលោកនាងដែលបានតាមដានអាស៊ីសេរីរហូតមកដល់ម៉ោងនេះបាទសូមអរគុណនិងសូមជម្រាបលា